សត្វមូសមានធំជាងគេបំផុតទាំង5លើភពផែនដីនៅកម្ពុជាពូជសត្វមូសដែលពុកម៉ែបងប្អូននិយមស្គាល់តគ្នាប្រហែលជាមានដូចជាមូសខ្លាមូសដីគោលញីមូសអំបោះមូសដីគោលជាដើមហើយប្រភេទផ្សេងទៀតដែលយើងពុំធ្លាប់បានស្គាល់ក៏ប្រហែលជាមានវត្តមានបន្តិចដែរនៅសប្តាហ៍នេះសត្វល្អិតដែលមានខ្លួនទ្រវែងជើងតូច6ចាំទ្រទ្រង់រាងកាយសត្វមូសគឺមានវត្តមានសឹងគ្រប់កន្លែងទាំងអស់នៅលើភពផែនដីយើងនេះជម្រាបសួរនិងសួស្តីដល់ពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់និងទស្សនាទាំងអស់នាងខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់មកស្គាល់ពីពូជសត្វមូសខ្លួនធំជាងគេបំផុតនៅលើពិភពលោកទាំង5លំដាប់លេខរៀងទី5ឈ្មោះថា Anopheles gambier មូសប្រភេទនេះមានទំហំខ្លួនធំបំផុតរហូតដល់ 0.8 សង់ទីម៉ែត្រមានជម្រកនៅតំបន់ Sub-Saharan នៃទ្វីបអាហ្វ្រិកនិងមានអាយុខែត្រឹមតែ2សប្តាហ៍ឬ14ថ្ងៃប៉ុណ្ណោះវាគឺជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ដ៏គួរឲ្យខ្លាចនិងបានសម្លាប់ជីវិតមនុស្សអស់រាប់លាននាក់នៅក្នុងមួយឆ្នាំក្រោយពេលបឺតឈាមសត្វនិងមនុស្សរួចរាល់មេរោគគ្រុនចាញ់នឹងផ្ទុកនៅក្នុងក្រពះរបស់សត្វមូសហើយអនុញ្ញាតឲ្យវាយកទៅចម្លងនៅពេលដែលវាចេញបឺតឈាមដល់សត្វឬបុគ្គលបន្ទាប់មិនខុសពីប្រភេទមូសដទៃឡើយវាត្រូវការបឺតឈាមសត្វធំជាងខ្លួននិងមនុស្សដើម្បីចិញ្ចឹមជីវិតពិសេសមូសញីវាត្រូវការប្រូតេអ៊ីននិងសារធាតុចិញ្ចឹមពីឈាមដែលបានបឺតចំអែតក្រពះនោះដើម្បីធ្វើឲ្យស៊ុតបង្កកំណើតរបស់វាលូតលាស់ល្អរឿងដែលពិបាកកម្ចាត់វាបំផុតនោះគឺដោយសារវាអាចសម្របខ្លួនបង្កើតពងថ្មីទាំងក្នុងទឹកស្អាតនិងទឹកកខ្វក់មូសមាឌធំលំដាប់ទី4មានឈ្មោះថា Aedes aegypti ឬមូសគ្រុនពណ៌លឿងមានទំហំខ្លួន1សង់ទីម៉ែត្រចូលចិត្តរស់នៅតំបន់ត្រូពិចនិងក្បែរត្រូពិចប្រកលនេះមានសមត្ថភាពរស់នៅរហូតដល់3សប្តាហ៍ឬ21ថ្ងៃវាគឺជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមជំងឺស៊ីកានិងជំងឺឈីគុនគុនយ៉ាដែលជាការព្រួយបារម្ភដល់សុខុមាលភាពសាធារណៈសត្វប្រភេទនេះចូលចិត្តរស់នៅទីប្រជុំជននៅក្នុងសម្បកកំប៉ុងនិងកង់ឡានចាស់ឬនៅក្នុងដបគ្រប់ប្រភេទដែលគេបោះចោលគឺអាចអនុញ្ញាតឲ្យមូសញីចូលទៅសំងំពងបានថ្មីនេះអង្គការសុខភាពពិភពលោកបានឲ្យដឹងថាវាបានចម្លងជំងឺគ្រុនឈាមដែលមើលទៅមានលក្ខណៈស្រដៀងជំងឺគ្រុនក្តៅធម្មតាឬអាចឈានទៅដល់ដំណាក់កាលចុងក្រោយវាអាចបង្កឲ្យអ្នកជំងឺបែកគ្រាប់ឈាមពិបាកនៅក្នុងការព្យាបាលតែម្ដងក្នុងមួយឆ្នាំមានមនុស្សជាង390លាននាក់មានជំងឺគ្រុនឈាមទូទាំងពិភពលោកហើយក្នុងនោះយ៉ាងហោចណាស់អ្នកជំងឺប្រហែលជាង50,000នាក់ចាំបាច់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលឲ្យទាន់ពេលវេលាមូសមាឌធំលំដាប់ទី3គឺមូសខ្លាឬមូសតាមផ្ទះធំជាងពីប្រភេទមុនបន្តិចមូសខ្លាមានទំហំរហូតដល់ 1.2 សង់ទីម៉ែត្រនិងចូលចិត្តសំងំរស់នៅកន្លែងភក់ជ្រាំកន្លែងសើមនិងកន្លែងដែលមានអាកាសធាតុត្រជាក់ល្មមប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ពីវាមូសខ្លាញីអាចរស់នៅរហូតដល់56ថ្ងៃស្របពេលដែលមូសឈ្មោលអាចរស់នៅបានត្រឹមតែ10ថ្ងៃប៉ុណ្ណោះតាមវិទ្យាសាស្ត្រវាមានឈ្មោះថា Collecpepins បើយើងនិយាយពីតំបន់ជុំវិញពិភពលោកដែលវាច្រើនរស់នៅវិញគឺមានដូចជាទ្វីបអាមេរិកខាងជើងអឺរ៉ុបអាស៊ីនិងទ្វីបអាហ្វ្រិកទៀតផងហើយទោះបីជាស្ដាប់ទៅហាក់ដូចជាសាមញ្ញប៉ុន្តែពុកម៉ែបងប្អូនគួរតែបង្កើនការប្រុងប្រយ័ត្នពីមូសប្រភេទនេះពីព្រោះថាវាអាចបង្កឲ្យយើងកើតជំងឺកាចសាហាវដូចជាមេរោគម្យ៉ាងដែលមានប្រភពមកពីទន្លេលេលើខាងលិចដែលវានឹងបង្កឲ្យសរីរាង្គឈាមរបស់យើងកើតចេញជាគ្រុនក្តៅឈឺក្បាលខ្លាំងឈឺសាច់ដុំក្អួតចង្អោរជាដើមនិងជំងឺផ្សេងទៀតដូចជារលាកខួរក្បាលដែលអាចបង្កឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិតទៀតផងដូចនេះយើងគួរតែបង្កើនការចាប់អារម្មណ៍និងយកចិត្តទុកដាក់ពីព្រោះថាពេលវេលាដែលវាចេញរកស៊ីនឹងខាំសត្វធំក៏ដូចជាមនុស្សយើងគឺពេលយប់និងពេលព្រឹកមូសខ្លួនធំលំដាប់ទី2គឺ Galliniper វាមានខ្លួនទំហំ 2.54 សង់ទីម៉ែត្រនិងច្រើនឃើញនៅប៉ែកឦសាននៃសហរដ្ឋអាមេរិកហើយអាយុខែរបស់វាគឺប្លែកណាស់មានត្រឹមតែ1សប្តាហ៍ប៉ុណ្ណោះមានខ្លួនធំបឺតឈាមក៏ច្រើនមូសប្រភេទនេះគឺបង្កលក្ខណៈរំខានហើយក៏អាចចម្លងនៅជំងឺខ្លះដល់សាធារណជនផងដែរពីព្រោះថាវាចេញបេសកកម្មតែកំឡុងពេលថ្ងៃតែប៉ុណ្ណោះអ្វីត្បិតតែវាចូលចិត្តចុចបឺតឈាមឈឺនឹងទាំងកំរោលប៉ុន្តែក្រៅពីការរំខានដោយសំឡេងនិងការទម្លុះខោអាវក្រាស់របស់យើងវាមិនត្រូវបានចាត់ចូលជាប្រភេទបង្កហានិភ័យដល់សុខុមាលភាពពិភពលោកឡើយ
មូសខ្លួនធំលំដាប់ទី1បានទៅលើមូសដំរីអូស្ត្រាលីវាមានដងខ្លួនទាំងមូលទំហំរហូតដល់ 2.8 សង់ទីម៉ែត្រឬអាចហៅថាជាមូសមាសធំជាងគេនៅលើពិភពលោកពីព្រោះថាខ្លួនរបស់វាមានទំហំធំជាងមូសខ្លារហូតដល់ទៅ3ដងហើយគេច្រើនប្រទះឃើញវាមាននៅតំបន់ត្រូពិចនៃប្រទេសអូស្ត្រាលីតែប៉ុណ្ណោះប្លែកគេប្លែកឯងត្បិតថាខ្លួនធំគួរឲ្យខ្លាចក៏ពិតមែនប៉ុន្តែមូសដំរីអូស្ត្រាលីពុំបានផ្ដល់ផលប៉ះពាល់អ្វីដល់មនុស្សសត្វឡើយពីព្រោះថាវាមិនមែនជាប្រភេទសត្វល្អិតដែលបឺតឈាមជាអាហារនោះទេផ្ទុយទៅវិញវាគឺបឺតទឹកដមលំអងផ្កានិងសារធាតុរាវពីរុក្ខជាតិផ្សេងៗដើម្បីរស់អ្នកវិទ្យាសាស្ត្រនិងអ្នកចូលចិត្តសិក្សាពីសត្វល្អិតច្រើនយកមូសប្រភេទនេះទៅពិសោធន៍និងស្រឡាញ់ចូលចិត្តវាច្រើនជាងសត្វល្អិតប្រភេទផ្សេងៗទៀត